លោកគ្រូដូចជាបងប្អូនសិស្សានុសិស្សថ្នាក់ទី9ទាំងអស់គ្នាចា៎ថ្ងៃនេះគឺសូមលើកយកវិញ្ញាសាខ្លះលើមុខវិជ្ជាជីវវិទ្យាថ្នាក់ទី9ដែលយើងត្រៀមនឹងប្រឡងសញ្ញាបត្រប្រជុំសិក្សាបឋមភូមិបាទណាហើយវិញ្ញាសានេះគឺសម្រាប់បងប្អូនយកទៅរៀនអនុវត្តធ្វើនៅផ្ទះរបស់ខ្លួនឯងដើម្បីត្រៀមប្រឡងតោះចឹងយើងអានទាំងអស់គ្នាទៅគឺវិញ្ញាសាទី1យើងដឹងហើយថាជីវវិទ្យាគឺយើងប្រឡងរយៈពេល45នាទីបន្ទុកសរុបនោះគឺ35តោះចាំមើលវិញ្ញាសាទី1ដាក់ថាចូលគូសញ្ញានៅក្នុងប្រអប់ចម្លើយដែលត្រឹមត្រូវទៅមួយគត់បាទទី1គឺទឹកឧស្ម័នកាបូនិកថាមពលជាផលិតផលរបស់បាទទី1មួយកគឺដំណោះគ្រាប់ខរស្មីសំយោគគការលូតលាស់ខដង្ហើមរុក្ខជាតិបាទមួយទៀតគឺអង្គទឹកសំទោសអង្គទីកត្រូវបានផលិតដោយបាទអញ្ចឹងអង្គចំណុចកគឺផាកូស៊ីតខឡាំផូស៊ីតតេគឡាំផូស៊ីតបេខភ្នាក់ងារបង្ករោគសំណួរទី3គឺចូលបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវបាទខួរក្បាលភ្ជាប់ទៅនឹងខួរឆ្អឹងខ្នងដោយចុចដំណើររលួយនៃសារធាតុសរីរាង្គនៅក្នុងគំនរសម្រាមជាប្រភពបញ្ចេញឧស្ម័នចុចដែលភាយចូលទៅក្នុងបរិយាកាសបាទទី2គឺចូលគូបគងផ្នែក A និង B ឲ្យបានត្រឹមត្រូវរួចសរសេរចម្លើយនៅក្នុងផ្នែក C ផ្នែក A គឺណឺរ៉ូនវិញ្ញាណនាំទី2គឺណឺរ៉ូនចលករទី3ណឺរ៉ូនភ្ជាប់ផ្នែក B មានដូចជាកដឹកនាំព័ត៌មានរវាងណឺរ៉ូនវិជ្ជមាននាំនិងចលករផ្នែកខគឺដឹកនាំព័ត៌មានទៅកាន់វជ្ជមណ្ឌលប្រសាទចំណុចកគឺដឹកនាំព័ត៌មានទៅកាន់សាច់ដុំក្រពេញបាទចំណុចខគឺដឹកនាំសារព័ត៌មានទៅពាសពេញសារពាង្គកាយអញ្ចឹងយើងរៀនធ្វើមើលទាំងអស់គ្នាណាបាទតោះចឹងចូលដល់សំណួរទាំងអស់មាន5សំណួរហើយខ្ញុំក៏មានអត្រាកំណែនៅខាងក្រោមដែរណាបាទទី1ហេតុអ្វីបានជាយើងត្រូវលាងដៃក្រោយពេលចាប់កាន់វត្ថុកខ្វក់ឬសត្វចិញ្ចឹមមុនពេលបរិភោគទី2ហេតុដូចម្ដេចដែលហៅថារេផ្លិចចូលឲ្យឧទាហរណ៍តើរេផ្លិចមានប្រយោជន៍ប៉ុន្មានអ្វីខ្លះបាទណារេផ្លិចទី3តើជំងឺឆ្លងគឺជាអ្វីបាទគឺជាអ្វីចូលរាប់ជំងឺឆ្លងចូលប្រាប់ឈ្មោះជំងឺឆ្លងដែលអ្នកបានស្គាល់នឹងឲ្យបានចំនួន3បាទ3ទី4តើមានអ្វីកើតឡើងនៅពេលដែលដំណប់រលាកចូលបញ្យលទី5មានកនិងខว่าតើຂະຫນាតទទឹងស្លឹកបង្ហាញឲ្យឃើញប្រភេទជាលិកាអ្វីខ្លះខតើជាលិកាប្រភេទនីមួយៗមាននាទីដូចម្ដេចខ្លះបាទតោះចឹងយើងរៀនធ្វើប្រភេទសិនទៅរួចហើយចាំយើងទៅមើលចម្លើយចឹងនេះគឺជាចម្លើយនៅខាងក្រោមបាទណាចម្លើយគឺចំណុចទី1គឺគ្រឹះចំណុចខគឺដង្ហើមរុក្ខជាតិទី2គឺឡាំផូស៊ីត3គោណាចំណុចទី3យើងត្រូវបំពេញខួរកញ្ចឹងកហើយបំពេញមួយទៀតគឺមេតានបាទដល់ហើយគូផ្គងទី1ទៅខទី2ទៅគោទី3ទៅកយើងមើលអស់គ្នាទៅតោះចាំមើលចម្លើយត្រូវលាងដៃចឹងហ៎បាទព្រោះសកម្មភាពទាំងនេះបង្ហាញឲ្យភ្នាក់ងារព្រោះសកម្មភាពទាំងនេះអាចឲ្យភ្នាក់ងារបង្ករោគឬមេរោគជាប់នៅលើដៃរបស់យើងប្រសិនបើភ្នាក់ងារបង្ករោគជ្រៀតចូលទៅក្នុងខ្លួនរបស់យើងនោះអាចនឹងមានជំងឺជាមិនខានចម្លើយទី2រេផ្លិចជាដំណប់ស្វ័យប្រវត្តិនិងអច្ឆន្ទៈទៅនឹងរំញោចអ្វីមួយចលនារេផ្លិចមាននៅក្នុងសកម្មភាពប្រចាំថ្ងៃដូចជាព្រិចភ្នែកការក្អកធ្វើឲ្យបំពង់កស្អាតការដកដៃចេញពីវត្ថុដែលក្តៅជាដើមបាទរេផ្លិចមានប្រយោជន៍ណាស់ព្រោះវាអាចការពារសារពាង្គកាយពីគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងដោយចៃដន្យទី3ជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាទ
ជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជំងឺនេះបណ្ដាលមកពីភ្នាក់ងារបង្ករោគដូចជាវីរុសបាក់តេរីផ្សិតនិងប្រូទីសជំងឺផ្ដាសាយធំបណ្ដាលមកពីបាទវីរុសបណ្ដាលមកពីវីរុសជំងឺគុនពោះវៀនបណ្ដាលមកពីបាក់តេរីជំងឺជ្រាំងអណ្ដាតបណ្ដាលមកពីផ្សិតតើចឹងមើលចម្លើយទី4នៅពេលដំណប្រលាកជាលិកាឆ្លងរោគផលិតជាតិគីមីដែលបណ្ដាលឲ្យសរសៃឈាមត្រង់មុខរបួសហើមជាលិកាជាច្រើនធ្វើដំណើរតាមចរន្តឈាមហូរចូលទៅកាន់កន្លែងរបួសនៅទីនោះធាតុរាវនិងជាលិកាសជ្រៀតចេញតាមចន្លោះកោសិកានៃភ្នែកសរសៃប្ដូរដែលធ្វើឲ្យកន្លែងមានមេរោគឆ្លងហើមឡើងមេរោគឡើងក្រហមនិងហើមប៉ោងនៅពេលជាលិកាសងាប់កោសិកាឆ្លងរោគងាប់និងមេរោគងាប់សមជាមួយគ្នាហើយបង្កើតបានជាខ្ទុះដែលមានពណ៌លឿងភ្លាវឬសខ្ទុះធ្វើឲ្យរបួសមានពណ៌ក្រហមហើមប៉ោងនិងក្តៅជាងពេលធម្មតាចឹងចូលដល់សំណួរទី5ចម្លើយទី5មានកនិងខបាទណាកគឺຂ្នាតទទឹងស្លឹកបង្ហាញថាស្លឹករុក្ខជាតិទាំងអស់បង្កឡើងពីជាលិកាការពារមានអេពីដេមជាលិកាគ្រឹះមានមេសូភីលនិងជាលិកានាំមានទ្រនុងស្លឹកបាទអញ្ចឹងជាលិកានីមួយៗមានតួនាទីដូចជាលិកាអេពីដេមមាននាទីការពារកោសិកាផ្នែកខាងក្នុងស្លឹកឲ្យផុតពីភាពស្ងួតពេលពន្លឺព្រះអាទិត្យក្តៅខ្លាំងជាលិកាមេសូភីលមាននាទីចាប់ថាមពលពន្លឺព្រះអាទិត្យស្តុកទុកនិងធ្វើបណ្ដូរឧស្ម័នរវាងកោសិកាក្នុងស្លឹកនិងមជ្ឈដ្ឋានខាងក្រៅដើម្បីផលិតអាហារសម្រាប់រុក្ខជាតិតាមរស្មីසංយោគមួយទៀតគឺជាលិកាទ្រនុងស្លឹកដឹកនាំទឹកនិងអំបិលខានិកពីស្លឹកពីឫសទៅស្លឹកនិងដឹកនាំអាហារពីស្លឹកទៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិបាទអញ្ចឹងវិញ្ញាសាទី1បូកនឹងអត្រាកំណើននេះគឺសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះអញ្ចឹងយើងនឹងជួបគ្នានៅវិញ្ញាសាទី2នៅវីដេអូក្រោយទៀតបាទអរគុណច្រើនហើយសូមកុំភ្លេចជួយចុច like និង Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីបានវិញ្ញាសាផ្សេងៗដូចជាផ្សេងទៀតយកមកសិក្សារៀនសូត្រទាំងអស់គ្នាបាទអរគុណច្រើន